ខ្ញុំចង់សួរអ្នកទាំងអស់គ្នានៅសំណួរមួយតើព្រឹកព្រលឹមរបស់អ្នកជាទូទៅមានទម្រង់បែបណាតើអ្នកភ្ញាក់ឡើងដោយសារសំឡេងរោទទូរស័ព្ទឬស្ទុះស្ទាទាំងអារម្មណ៍មនីភ័យព្រួយនិងប្រញាប់ប្រញាល់ទៅធ្វើការទាំងល្វើយឬតើអ្នកភ្ញាក់ឡើងដោយសារភាពស្ងប់ស្ងាត់មានថាមពលនិងមានពេលវេលាគ្រប់គ្រាន់សម្រាប់ខ្លួនឯងដែរឬទេមនុស្សភាគច្រើនតែងតែប្រាថ្នាចង់បានជីវិតមួយដែលមានភាពជោគជ័យមានសុខភាពល្អនិងមានភាពស្ងប់សុខក្នុងចិត្តប៉ុន្តែពួកគេបែរជាបណ្ដោយឲ្យម៉ោងដំបូងនៃថ្ងៃរបស់ពួកគេពោរពេញទៅដោយភាពវឹកវរនិងការរំខានពីទូរស័ព្ទឬបណ្ដាញសង្គមទៅវិញថ្ងៃនេះយើងនឹងមកធ្វើការវះកាត់ដ៏ធំមួយទៅលើសៀវភៅដ៏ល្បីល្បាញលំដាប់ពិភពលោកមួយក្បាលដែលមានចំណងជើងថា The 5am Club ក្លឹបម៉ោង5ព្រឹកនិពន្ធដោយលោក Robin Sharma ដែលជាអ្នកជំនាញខាងដឹកនាំនិងអភិវឌ្ឍខ្លួនកម្រិតពិភពលោកសៀវភៅនេះត្រូវបានរៀបរៀងឡើងតាមរយៈសាច់រឿងប្រៀបធៀបរវាងសហគ្រិនស្រីម្នាក់អ្នកសិល្បៈម្នាក់និងមហាសេដ្ឋីម្នាក់ដែលបានជួបគ្នានិងរៀនសូត្រពីអាថ៌កំបាំងនៃការភ្ញាក់ម៉ោង5ព្រឹកសៀវភៅនេះនឹងបង្រៀនយើងថាការភ្ញាក់ម៉ោង5ព្រឹកមិនមែនត្រឹមតែជាការតស៊ូជាមួយការគេងនោះទេប៉ុន្តែវាគឺជាការបង្កើតតំបន់ការពារគ្មានការរំខានដើម្បីសាងសង់ភាពអស្ចារ្យនៃជីវិតតះត្រៀមខ្លួនស្វែងយល់ពីរូបមន្តមាសទាំងឡាយទាំងអស់គ្នាជំពូកទី1ហេតុអ្វីបានជាម៉ោង5ព្រឹកជាពេលវេលាមានអំណាចបំផុតលោក Robin Sharma បានពន្យល់ពីវិទ្យាសាស្ត្រវិជ្ជសាស្ត្រនិងខួរក្បាលថាហេតុអ្វីបានជាចន្លោះម៉ោង5ដល់ម៉ោង6ព្រឹកត្រូវបានគេហៅថា The Victory Hour គឺជាម៉ោងនៃជ័យជំនះ1ការថយចុះនៃសកម្មភាពខួរក្បាលខាងមុខនៅពេលព្រឹកព្រលឹមផ្នែកខាងមុខនៃខួរក្បាលដែលជាផ្នែកទទួលខុសត្រូវទៅលើការព្រួយបារម្ភការគិតច្រើននិងការភ័យខ្លាចនៅមិនទាន់ដំណើរការពេញលេញនៅឡើយទេនេះធ្វើឲ្យខួរក្បាលរបស់អ្នកបញ្ចេញរលកអាល់ហ្វាដែលជាស្ថានភាពស្ងប់ស្ងាត់មានភាពច្នៃប្រឌិតខ្ពស់និងអាចផ្ដោតអារម្មណ៍បានល្អបំផុត2ការកើនឡើងនៃសារធាតុគីមីរីករាយនៅពេលអ្នកភ្ញាក់ម៉ោង5ព្រឹកខួរក្បាលនឹងបញ្ចេញសារធាតុដូផាមីនគឺជាសារធាតុម្យ៉ាងដែលបង្កើនកម្លាំងចិត្តនិងសេរ៉ូតូនីនសារធាតុបង្កើនភាពរីករាយដោយធម្មជាតិខណៈពេលដែលកម្រិតកូទីសូលត្រូវបានកាត់បន្ថយ3ការគ្មានការរំខាននៅម៉ោង5ព្រឹកពិភពលោកទាំងមូលកំពុងតែគេងលក់គ្មានសាររំខានពីការងារគ្មានការផុសនៅលើ social media និងគ្មានសម្លេងរំខានពីចរាចរណ៍វាគឺជាពេលវេលាដ៏កម្រមួយដែលអ្នកមានសេរីភាពផ្លូវចិត្តពេញលេញសម្រាប់តែខ្លួនឯងជំពូកទី2រូបមន្តមាស2020រូបមន្តនេះគឺជាវិធីសាស្ត្រមួយដែលបង្កើតឡើងដោយ Robin Sharma នៅក្នុងសៀវភៅ The 5am Club រូបមន្តនេះណែនាំឲ្យយើងប្រើ60នាទីដំបូងបន្ទាប់ពីភ្ញាក់ពីគេងឲ្យមានប្រសិទ្ធភាពបំផុតដែលបែងចែកជា3ផ្នែកស្មើគ្នាគឺ20នាទីសម្រាប់ចលនា20នាទីសម្រាប់ឆ្លុះបញ្ចាំងអំពីខ្លួនឯងនិង20នាទីសម្រាប់ការអភិវឌ្ឍចំណេះដឹងការអនុវត្តទម្លាប់នេះជារៀងរាល់ថ្ងៃនឹងជួយឲ្យយើងមានសុខភាពល្អចិត្តស្ងប់មានគំនិតច្បាស់លាស់និងត្រៀមខ្លួនសម្រាប់ភាពជោគជ័យពេញមួយថ្ងៃដំណាក់កាលទី1 20នាទីដំបូងគឺការធ្វើចលនារាងកាយ20នាទីដំបូងគឺជាពេលសម្រាប់ធ្វើឲ្យរាងកាយភ្ញាក់ពីការសម្រាកការហាត់ប្រាណនៅពេលព្រឹកជួយបង្កើនចរន្តឈាមបញ្ចេញញើសនិងជំរុញឲ្យខួរក្បាលបញ្ចេញសារធាតុដែលធ្វើឲ្យអារម្មណ៍ស្រស់ស្រាយនិងមានថាមពលវាក៏ជួយកាត់បន្ថយភាពតានតឹងនិងធ្វើឲ្យមានការផ្ដោតអារម្មណ៍បានល្អជាងមុនផងដែរហេតុផលវិទ្យាសាស្ត្រការចេញញើសនៅពេលព្រឹកនឹងបញ្ចេញសារធាតុម្យ៉ាងដែលយើងហៅកាត់ថា BDNF ដែលវាជួយជួសជុលនិងកសាងកោសិកាខួរក្បាលថ្មីវាជួយជំរុញការរំលាយអាហារបង្កើនថាមពលនិងធ្វើឲ្យអ្នកភ្ញាក់ស្មារតីភ្លាមៗដែលមិនចាំបាច់ពឹងផ្អែកលើកាហ្វេអ៊ីនឡើយឧទាហរណ៍ដូចជារត់ឬដើរលឿនហាត់យូហ្គាហាត់ប្រាណនៅផ្ទះលោតផ្សារឬជិះកង់
លាតសន្ធឹងសាច់ដុំជាដើមដំណាក់កាលទី2 20 នាទីបន្ទាប់គឺការឆ្លុះបញ្ចាំងអំពីខ្លួនឯងបន្ទាប់ពីរាងកាយមានថាមពលហើយគួរចំណាយពេល20 នាទីសម្រាប់ការស្ងប់ស្ងាត់និងពិចារណាអំពីជីវិតរបស់ខ្លួនឯងពេលវេលានេះជួយឲ្យយើងយល់ពីខ្លួនឯងកំណត់គោលដៅនិងរៀបចំផែនការសម្រាប់ថ្ងៃថ្មីវាក៏ជួយកាត់បន្ថយភាពតានតឹងនិងបង្កើនសុខភាពផ្លូវចិត្តផងដែរហេតុផលវិទ្យាសាស្ត្រដំណាក់កាលនេះជួយដកថយសេចក្តីតានតឹងបង្កើតភាពច្បាស់លាស់ក្នុងចិត្តនិងកាត់បន្ថយភាពវឹកវរការសរសេររៀបរាប់ពីអ្វីដែលអ្នកដឹងគុណនឹងធ្វើឲ្យចិត្តរបស់អ្នកពេញលេញនិងមានក្តីសុខតាំងពីដើមថ្ងៃឧទាហរណ៍ដូចជាអង្គុយសមាធិអធិដ្ឋានសរសេរកំណត់ហេតុសរសេរគោលដៅប្រចាំថ្ងៃនិងអនុវត្តការដឹងគុណចំពោះអ្វីដែលមាននៅក្នុងជីវិតដំណាក់កាលទី3 20 នាទីចុងក្រោយគឺការអភិវឌ្ឍខ្លួនឯង20 នាទីចុងក្រោយគឺជាពេលវេលាសម្រាប់បង្កើនចំណេះដឹងនិងជំនាញមនុស្សជោគជ័យមិនដែលឈប់រៀននោះទេព្រោះការរៀនជាប្រចាំជួយឲ្យពួកគេអាចសម្របខ្លួនទៅនឹងការផ្លាស់ប្ដូរនិងបង្កើតឱកាសថ្មីៗនៅក្នុងជីវិតហេតុផលវិទ្យាសាស្ត្រមនុស្សជោគជ័យបំផុតក្នុងโลกគឺជាមនុស្សដែលរៀនសូត្រពេញមួយជីវិតការចំណាយពេល20 នាទីជារៀងរាល់ថ្ងៃដើម្បីរៀននឹងធ្វើឲ្យចំណេះដឹងរបស់អ្នកកើនឡើងជាលំដាប់ហើយក្នុងរយៈពេល1ឆ្នាំអ្នកនឹងមានចំណេះដឹងលើសពីមនុស្សទូទៅយ៉ាងឆ្ងាយឧទាហរណ៍ដូចជាអានសៀវភៅអភិវឌ្ឍខ្លួនឯងស្ដាប់ podcast ដែលមានប្រយោជន៍រៀនភាសាថ្មីមើលវគ្គសិក្សាអនឡាញរៀនជំនាញថ្មីៗដែលទាក់ទងនឹងការងារឬអាជីវកម្មសេចក្តីសន្និដ្ឋានរូបមន្តមាស20 បានបង្ហាញថារបៀបដែលអ្នកចាប់ផ្ដើមពីពេលព្រឹកនឹងជះឥទ្ធិពលទៅលើរបៀបដែលអ្នករស់នៅពេញមួយថ្ងៃដោយចំណាយត្រឹមតែ1ម៉ោងដំបូងនៃថ្ងៃដើម្បីថែរក្សារាងកាយធ្វើឲ្យចិត្តស្ងប់និងអភិវឌ្ឍចំណេះដឹងនឹងក្លាយជាមនុស្សដែលមានថាមពលមានវិន័យមានភាពច្បាស់លាស់ក្នុងគោលដៅនិងត្រៀមខ្លួនរួចជាស្រេចសម្រាប់ការសម្រេចភាពជោគជ័យនៅក្នុងជីវិតជំពូកទី3ការអភិវឌ្ឍអធិរាជទាំង4ខាងក្នុងរ៉ូប៊ីនសាម៉ាបានបង្រៀនថាភាពជោគជ័យពិតប្រាកដមិនមែនវាស់ត្រឹមតែលុយឬឋានៈនោះទេប៉ុន្តែវាកើតឡើងនៅពេលដែលយើងអភិវឌ្ឍអធិរាជខាងក្នុងទាំង4ឲ្យមានតុល្យភាពមនុស្សជាច្រើនផ្ដោតតែលើការងារនិងការរកប្រាក់ប៉ុន្តែមិនបានថែរក្សាផ្លូវចិត្តបេះដូងសុខភាពនិងព្រលឹងរបស់ខ្លួននៅទីបញ្ចប់ពួកគេអាចទទួលបានភាពជោគជ័យខាងក្រៅប៉ុន្តែបាត់បង់សេចក្តីសុខខាងក្នុងដើម្បីរស់នៅប្រកបដោយជីវិតដែលមានន័យនិងជោគជ័យយូរអង្វែងយើងត្រូវអភិវឌ្ឍអធិរាជខាងក្នុងទាំង4ជារៀងរាល់ថ្ងៃ 1. Mindset គឺសំដៅទៅលើផ្នត់គំនិត Mindset គឺជារបៀបដែលយើងគិតនិងមើលពិភពលោកផ្នត់គំនិតជាអ្នកកំណត់ថាយើងនឹងឈប់នៅចំណុចណាឬរីកចម្រើនដល់កម្រិតណាមនុស្សដែលមានផ្នត់គំនិតវិជ្ជមានតែងមើលឃើញបញ្ហាជាឱកាសសម្រាប់រៀននិងការអភិវឌ្ឍខ្លួនពួកគេមិនខ្លាចការបរាជ័យទេព្រោះពួកគេជឿថារាល់កំហុសសុទ្ធតែជាមេរៀនដ៏មានតម្លៃការអភិវឌ្ឍផ្នត់គំនិតគឺជាការបន្តស្វែងរកចំណេះដឹងបង្កើនជំនឿលើខ្លួនឯងនិងហ៊ានដើរចេញអំពីតំបន់សុខស្រួលដែលហៅថា comfort zone ដើម្បីរីកចម្រើនឧទាហរណ៍ដូចជាអានសៀវភៅអភិវឌ្ឍខ្លួនឯងរៀនជំនាញថ្មីៗគិតវិជ្ជមាននិងជឿលើសមត្ថភាពរបស់ខ្លួនមើលបរាជ័យជាមេរៀនមិនមែនជាទីបញ្ចប់ 2. Heart set បេះដូងនិងអារម្មណ៍ Heart set សំដៅលើការថែរក្សាអារម្មណ៍និងបេះដូងឲ្យមានភាពស្អាតស្អំមនុស្សជាច្រើនមានចំណេះដឹងនិងមានសមត្ថភាពខ្ពស់ប៉ុន្តែនៅតែមិនសប្បាយចិត្តព្រោះពួកគេនៅតែផ្ទុកនៅកំហឹងការច្រណែនការស្អប់និងការឈឺចាប់ពីអតីតកាលរ៉ូប៊ីនសាម៉ាបានបញ្ជាក់ថាបើផ្នត់គំនិតអ្នកល្អប៉ុន្តែបេះដូងរបស់អ្នកដែលពោរពេញទៅដោយអារម្មណ៍អវិជ្ជមាននោះអ្នកនឹងពិបាករកសេចក្តីសុខពិតប្រាកដណាស់ការរៀនអភិទោសការបោះបង់ការចងគំនុំនិងការបំពេញបេះដូងដោយសេចក្តីស្រឡាញ់គឺជាគន្លឹះនៃជីវិតដែលមានសុភមង្គលឧទាហរណ៍ដូចជាអភ័យទោសឲ្យអ្នកដែលធ្វើឲ្យយើងឈឺចាប់គ្រប់គ្រងអារម្មណ៍ដោយស្ងប់ស្ងាត់អនុវត្តការដឹងគុណជារៀងរាល់ថ្ងៃបង្កើតទំនាក់ទំនងល្អជាមួយនឹងអ្នកដទៃ 3. Health set
សុខភាពរាងកាយ Health Set គឺជាការថែរក្សារាងកាយឲ្យរឹងមាំនិងមានថាមពលរាងកាយគឺជាមូលដ្ឋានសម្រាប់ការសម្រេចគោលដៅទាំងអស់បើគ្មានសុខភាពល្អទេទ្រព្យសម្បត្តិឬភាពជោគជ័យផ្សេងៗក៏ពិបាកនឹងផ្ដល់សេចក្តីសុខផងដែរការថែរក្សាសុខភាពមិនមែនគ្រាន់តែពេលឈឺទើបចាប់ផ្ដើមថែរក្សានោះទេប៉ុន្តែត្រូវធ្វើជាទម្លាប់ជាប្រចាំថ្ងៃដើម្បីឲ្យរាងកាយរឹងមាំនិងមានថាមពលសម្រាប់ការងារនិងជីវិតឧទាហរណ៍ដូចជាហាត់ប្រាណជាប្រចាំញ៉ាំអាហារដែលមានជីវជាតិគេងឲ្យបានគ្រប់គ្រាន់ផឹកទឹកឲ្យបានច្រើននិងជៀសវាងទម្លាប់ទាំងឡាយណាដែលប៉ះពាល់ទៅដល់សុខភាព 4. Soul Set ព្រលឹងនិងវិញ្ញាណ Soul Set គឺជាការថែរក្សាភាពស្ងប់ស្ងាត់ខាងក្នុងនិងការរស់នៅដោយមានគោលបំណងវាជួយឲ្យយើងស្គាល់ពីតម្លៃពិតនៃជីវិតនិងដឹងថាភាពជោគជ័យមិនមែនស្ថិតនៅលើការមានច្រើនប៉ុណ្ណោះទេប៉ុន្តែវាស្ថិតនៅលើការរស់នៅដែលមានន័យនិងផ្ដល់ផលប្រយោជន៍ដល់អ្នកដទៃការអភិវឌ្ឍ Soul Set ធ្វើឲ្យយើងមានសន្តិភាពក្នុងចិត្តមានក្តីមេត្តានិងរស់នៅស្របតាមគោលការណ៍និងតម្លៃល្អៗនៅពេលចិត្តមានភាពស្ងប់ស្ងាត់យើងអាចធ្វើការសម្រេចចិត្តបានកាន់តែច្រើននិងរស់នៅដោយមានសុភមង្គលឧទាហរណ៍ដូចជាអង្គុយសមាធិឬអធិដ្ឋានចំណាយពេលនៅជាមួយធម្មជាតិជួយអ្នកដទៃដោយមិនរំពឹងអំពីការតបស្នងរស់នៅដោយស្មោះត្រង់មានមេត្តានិងគុណធម៌ជារួមមក Robin Sharma បានបង្រៀនថាការអភិវឌ្ឍខ្លួនឯងមិនមែនផ្ដោតទៅលើចំណេះដឹងឬភាពជោគជ័យខាងក្រៅនោះទេដើម្បីរស់នៅប្រកបដោយសេចក្តីសុខនិងភាពជោគជ័យយូរអង្វែងយើងត្រូវតែថែរក្សា Mindset, Heart Set, Health Set និង Soul Set ឲ្យមានតុល្យភាពនៅពេលអធិរាជខាងក្នុងទាំង4រីកចម្រើនស្មើគ្នាយើងនឹងក្លាយជាមនុស្សដែលមានចិត្តរឹងមាំបេះដូងដែលពោរពេញទៅដោយក្តីស្រឡាញ់រាងកាយមានថាមពលនិងព្រលឹងមានភាពស្ងប់ស្ងាត់ដែលជាគ្រឹះនៃជីវិតដែលមានន័យនិងភាពជោគជ័យពិតប្រាកដជំពូកទី4ច្បាប់នៃការកេងនិងយុទ្ធសាស្ត្ររក្សាទម្លាប់អ្នកស្ដាប់ជាច្រើនប្រហែលជាកំពុងគិតថាបើខ្ញុំភ្ញាក់ម៉ោង5ព្រឹកតើខ្ញុំមិនងងុយគេងឬអស់កម្លាំងទេឬលោក Robin Sharma បានបញ្ជាក់យ៉ាងច្បាស់ថាការភ្ញាក់ម៉ោង5ព្រឹកមិនមែនជាការកាត់បន្ថយម៉ោងគេងនោះទេប៉ុន្តែវាជាការរៀបចំម៉ោងគេងឲ្យមានរបៀបរៀបរយរូបមន្ត 90 One Rule នៃច្បាប់នៃការគេងដើម្បីភ្ញាក់ម៉ោង5ព្រឹកដោយស្រស់ស្រាយអ្នកត្រូវតែចូលគេងនៅចន្លោះម៉ោង 9:30 ឬម៉ោង 10:00 យប់ជាចាំបាច់ដើម្បីទទួលបានការគេងយ៉ាងស្កប់ស្កល់ទៅដល់7ម៉ោងទៅ8ម៉ោងយុទ្ធសាស្ត្រចាប់ពីម៉ោង 8:00 យប់ទៅចូលពន្លត់ឧបករណ៍អេឡិចត្រូនិកទាំងអស់ដូចជាទូរស័ព្ទទូរទស្សន៍ព្រោះពន្លឺពណ៌ខៀវនឹងរារាំងការបញ្ចេញអរម៉ូន Melatonin ដែលធ្វើឲ្យអ្នកគេងមិនលក់ចូលជំនួសមកវិញដោយការងូតទឹកក្តៅអានសៀវភៅឬនិយាយគ្នាលេងជាមួយគ្រួសារច្បាប់66ថ្ងៃនៃការបង្កើតទម្លាប់ការបង្កើតទម្លាប់ភ្ញាក់ម៉ោង5ព្រឹកទាមទារពេល66ថ្ងៃជាមធ្យមដើម្បីធ្វើឲ្យខួរក្បាលវាចងចាំជាស្វ័យប្រវត្តិ22ថ្ងៃដំបូងជាវគ្គលំបាកបំផុតព្រោះអ្នកត្រូវបំផ្លាញទម្លាប់ចាស់22ថ្ងៃបន្ទាប់ជាវគ្គកសាងទម្លាប់ថ្មីខួរក្បាលចាប់ផ្ដើមទម្លាប់បន្តិចម្ដង22ថ្ងៃចុងក្រោយទម្លាប់ថ្មីបានក្លាយជាផ្នែកមួយនៃអត្តសញ្ញាណរបស់អ្នកហើយជារួមមកប្រិយមិត្តអ្នកស្ដាប់ជាទីស្រឡាញ់សៀវភៅ The 5 AM Club របស់លោក Robin Sharma មិនមែនគ្រាន់តែជាការបង្រៀនឲ្យយើងកំណត់នាឡិការរត់នោះទេប៉ុន្តែវាគឺជាការអញ្ជើញអ្នកឲ្យមកទទួលយកជីវិតកម្រិតខ្ពស់ចូលចងចាំថារបៀបដែលអ្នកចាប់ផ្ដើមថ្ងៃថ្មីគឺជាគំរូតំណាងឲ្យរបៀបដែលអ្នករស់នៅក្នុងជីវិតទាំងមូលរបស់អ្នកប្រសិនបើអ្នកអាចឈ្នះការតស៊ូជាមួយក្រេគេងនៅម៉ោង5ព្រឹកបាននោះគ្មានឧបសគ្គអ្វីនៅក្នុងជីវិតដែលអ្នកមិនអាចយកឈ្នះបានឡើយរាល់ព្រឹកនៅម៉ោង5ព្រឹកគឺជាកាដូដ៏ពិសេសដែលចក្រវាឡផ្ដល់ឲ្យអ្នកវាជាពេលដែលអ្នកអាចសាងសង់សុខភាពសាងសង់ចំណេះដឹងនិងសាងសង់ក្តីស្រមៃរបស់អ្នកដោយគ្មានការរំខានពីអ្នកណាឡើយជាចុងក្រោយតើអ្នកស្ម័គ្រចិត្តដែលចូលជាសមាជិកនៃ The 5 AM Club ចាប់ពីថ្ងៃស្អែកទៅដែរឬទេសរសេរពាក្យនេះខ្ញុំស្ម័គ្រចិត្ត
នៅក្នុងប្រអប់ខាងមុនខាងក្រោមដើម្បីតាំងចិត្តទាំងអស់គ្នាសូមជូនពរឲ្យអ្នកទាំងអស់គ្នាមានធម៌ពលមហិមាតាំងពីព្រឹកព្រលឹមនិងសម្រេចបានរាល់ក្តីស្រមៃ